mai bong bồn ở ní mà ngày này phong đang nhưng mà chạy lên tích để tôn nâng bong bồn dương cònមានសំណួរសួរថាកដោគាត់45ថ្ងៃបានប្រមូលផលបាទអញ្ចឹងតេតងនឹងកតាពូជនឹងសំខាន់ហើយបាទបងប្អូនទៅរកប្រភេទកដោដែលមានឈ្មោលឡើងលឿងបាទអាយុ30ថ្ងៃទៅឈ្មោលឡើងលឿងឬពណ៌បៃតងបន្ទាប់មកទៀតមេវាឡើងសពុះធំបាទអាហ្នឹងអាយុវាត្រឹមតែ30ថ្ងៃទីទួចគឺបានប្រមូលផលហើយបងប្អូនណាបាទបើជន់យើងដាក់ពូជសិនបានចាប់លូកអាហ្នឹងវាអាចដល់35ថ្ងៃឬ38ថ្ងៃដាក់ពូជរួចរាល់ហើយអញ្ចឹងយើងចាប់លូកបានបងប្អូនណាហើយតេតងនឹងកដោតូចបងប្អូនឲ្យទៅស្លឹកចេកឲ្យទៅស្មៅកដោបងប្អូនមិនធំមិនធាត់មៀតតូចមិនសូវល្អទេអញ្ចឹងត្រូវមានទឹកបន្លែបៃតងណាយើងដាក់អមទឹកបន្លែបៃតងឲ្យ